នេះគឺជារឿងរ៉ាវពិតរបស់ Amelia Earhart ស្ត្រីដែលហោះហើរជុំវិញពិភពលោកហើយបាត់ខ្លួនក្នុងមហាសមុទ្រនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិមានមនុស្សមួយចំនួនដែលបានធ្វើអ្វីៗដែលមនុស្សជំនាន់មុនមិនធ្លាប់គិតថាអាចធ្វើទៅរួចពួកគេបានឡើងដល់កំពូលភ្នំខ្ពស់បំផុតឆ្លងកាត់មហាសមុទ្រនិងធ្វើដំណើរទៅកាន់ទីកន្លែងដែលមិនស្គាល់ប៉ុន្តែមានស្ត្រីម្នាក់ដែលបានក្លាយជានិមិត្តរូបនៃភាពក្លាហាននិងការផ្សងព្រេងក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ឈ្មោះរបស់នាងគឺ Amelia Earhart នាងមិនមែនគ្រាន់តែជាអ្នកបើកបរយន្តហោះធម្មតាទេនាងជាស្ត្រីដែលបានបំបែកឧបសគ្គជាច្រើនក្នុងសម័យដែលការហោះហើរនៅតែជារឿងគ្រោះថ្នាក់និងមិនទាន់មានបច្ចេកវិទ្យាទំនើបដូចសពថ្ងៃនាងបានក្លាយជាស្ត្រីដំបូងដែលហោះហើរឆ្លងមហាសមុទ្រអាត្លង់តិកហើយបានទទួលកិត្តិនាមទូទាំងពិភពលោកប៉ុន្តែបន្ទាប់ពីជោគជ័យដ៏អស្ចារ្យជាច្រើន Amelia Earhart បានចាប់ផ្ដើមដំណើរមួយដែលនឹងក្លាយជាដំណើរចុងក្រោយក្នុងជីវិតរបស់នាងនៅថ្ងៃទី2ខែកក្កដាឆ្នាំ1937យន្តហោះរបស់នាងបានបាត់ខ្លួននៅលើមហាសមុទ្រប៉ាស៊ីហ្វិកចាប់ពីពេលនោះមកមនុស្សជាច្រើនបានសួរថាតើ Amelia Earhart និងអ្នករុករករបស់នាងបាត់ទៅណាតើយន្តហោះរបស់នាងបានធ្លាក់ចូលសមុទ្រឬតើនាងបានចុះចតនៅលើកោះតូចមួយឬក៏មានអ្វីមួយផ្សេងទៀតបានកើតឡើងរហូតមកដល់សព្វថ្ងៃការបាត់ខ្លួនរបស់នាងនៅតែជាអាថ៌កំបាំងដ៏ល្បីបំផុតមួយក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ Amelia Earhart កើតនៅថ្ងៃទី24ខែកក្កដាឆ្នាំ1897នៅទីក្រុង Atchison រដ្ឋ Kansas សហរដ្ឋអាមេរិកតាំងពីក្មេង Amelia មិនសូវដូចក្មេងស្រីដទៃទៀតនៅសម័យនោះទេនៅពេលដែលក្មេងស្រីជាច្រើនចូលចិត្តលេងល្បែងបែបធម្មតា Amelia ចូលចិត្តការផ្សងព្រេងនិងសកម្មភាពមនុស្សមួយចំនួនគិតថាសមស្របសម្រាប់ក្មេងប្រុសជាងនាងចូលចិត្តឡើងដើមឈើជិះរទេះនិងស្វែងរកអ្វីៗដែលថ្មីនាងធ្លាប់សាងសង់ផ្លូវរអិលតូចមួយនៅក្នុងទីធ្លាផ្ទះដើម្បីឲ្យខ្លួនឯងអាចលេងដូចជាក្មេងប្រុសនៅពេលនោះប្រហែលជាគ្មាននរណាអាចស្រមៃបានទេថាក្មេងស្រីតូចម្នាក់នេះនឹងក្លាយជាស្ត្រីដ៏ល្បីម្នាក់ក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ជីវិតរបស់ Amelia មិនមែនតែងតែមានភាពងាយស្រួលទេគ្រួសាររបស់នាងបានជួបបញ្ហាហិរញ្ញវត្ថុហើយនាងត្រូវផ្លាស់ទីរស់នៅកន្លែងផ្សេងៗជាច្រើនប៉ុន្តែបញ្ហាទាំងនេះមិនបានបញ្ឈប់ក្តីសុបិនរបស់នាងឡើយ Amelia ជាមនុស្សដែលចូលចិត្តរៀននិងស្វែងយល់ពិភពលោកនាងចង់ឃើញទីកន្លែងថ្មីៗចង់ស្គាល់មនុស្សថ្មីៗហើយចង់ធ្វើអ្វីដែលមនុស្សជាច្រើនគិតថាមិនអាចធ្វើបាននៅឆ្នាំ1920 Amelia បានធ្វើដំណើរទៅរដ្ឋ California នៅទីនោះនាងបានចូលរួមមើលការបង្ហាញការហោះហើររបស់យន្តហោះសម្រាប់មនុស្សមួយចំនួនការហោះហើរនៅពេលនោះគ្រាន់តែជាការកម្សាន្តប៉ុន្តែសម្រាប់ Amelia វាគឺជាអ្វីដែលផ្លាស់ប្ដូរជីវិតរបស់នាងក្រោយពេលនាងបានជិះយន្តហោះជាលើកដំបូងនាងបានដឹងថានាងចង់ក្លាយជាអ្នកបើកយន្តហោះបញ្ហាគឺការហោះហើរនៅសម័យនោះមានតម្លៃថ្លៃណាស់ Amelia ត្រូវធ្វើការជាច្រើនដើម្បីសន្សំប្រាក់សម្រាប់រៀនបើកបរយន្តហោះនាងធ្វើការជាអ្នកថតរូបស្មៀននិងការងារផ្សេងៗទៀតទីបំផុតនាងអាចប្រមូលប្រាក់បានគ្រប់គ្រាន់ដើម្បីចាប់ផ្ដើមរៀនបើកយន្តហោះអ្នកបង្រៀនរបស់នាងគឺ Neta Snook ដែលជាស្ត្រីម្នាក់ក្នុងចំណោមអ្នកបើកយន្តហោះស្ត្រីនៅសម័យនោះ Amelia បានខិតខំរៀនយ៉ាងខ្លាំងនាងមិនខ្លាចការលំបាកទេមិនយូរប៉ុន្មាននាងបានទិញយន្តហោះផ្ទាល់ខ្លួនហើយចាប់ផ្ដើមបង្កើតឈ្មោះរបស់នាងនៅក្នុងពិភពអាកាសចរណ៍នៅឆ្នាំ1928 Amelia Earhart បានទទួលសំណើមួយដែលនឹងធ្វើឲ្យនាងក្លាយជាមនុស្សល្បីទូទាំងពិភពលោកនាងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការហោះហើរឆ្លងមហាសមុទ្រអាត្លង់តិកនៅពេលនោះការហោះហើរឆ្លងសមុទ្រគឺជាកិច្ចការដ៏គ្រោះថ្នាក់បំផុតយន្តហោះមិនមានបច្ចេកវិទ្យាទំនើបដូចសពថ្ងៃទេអ្នកបើកបរយន្តហោះត្រូវពឹងផ្អែកលើឧបករណ៍រុករកដែលមានកម្រិតនិងការគណនាដោយដៃ Amelia បានចូលរួមក្នុងការហោះហើរមួយដែលបានធ្វើឲ្យនាងក្លាយជាស្ត្រីដំបូងដែលបានហោះហើរឆ្លងមហាសមុទ្រអាត្លង់តិកក្នុងនាមជាសមាជិកនៃក្រុមហោះហើរទោះបីនាងមិនមែនជាអ្នកបើកបរយន្តហោះតែម្នាក់ឯងក្នុងដំណើរនោះក៏ដោយក៏ព្រឹត្តិការណ៍នោះបានធ្វើឲ្យឈ្មោះរបស់នាងល្បីល្បាញយ៉ាងខ្លាំងប្រព័ន្ធផ្សព្វផ្សាយបានចាប់ផ្ដើមចាប់អារម្មណ៍លើនាងមនុស្សជាច្រើនបានចាប់ផ្ដើមហៅនាងថា Lady Lindy ដោយប្រៀបធៀបនាងទៅនឹងអ្នកបើកបរយន្តហោះដ៏ល្បី Charles Lindbergh ប៉ុន្តែ Amelia មិនបានឈប់នៅទីនោះទេនាងចង់ធ្វើអ្វីមួយដែលធំជាងនេះនាងចង់បង្ហាញថា
ស្ត្រីក៏អាចក្លាយជាអ្នកបើកបរយន្តហោះដ៏អស្ចារ្យបានដែរនៅឆ្នាំ 1932 អាមេលីបានសម្រេចចិត្តធ្វើអ្វីមួយដ៏គួរឲ្យភ្ញាក់ផ្អើលជាងមុននាងចង់ហោះហើរឆ្លងមហាសមុទ្រអាត្លង់តិកដោយខ្លួនឯងនាងបានរៀបចំយន្តហោះនិងរៀបចំចំណីអាហារដោយប្រុងប្រយ័ត្នបន្ទាប់មកនៅថ្ងៃទី 20 ខែឧសភាឆ្នាំ 1932 នាងបានចាប់ផ្ដើមការហោះហើររបស់នាងពី Newfoundland ប្រទេសកាណាដាគោលដៅគឺប្រទេសអៀរឡង់ដំណើរនោះមានការលំបាកច្រើនអាកាសធាតុមិនអំណោយផលមានខ្យល់ខ្លាំងមានបញ្ហាបច្ចេកទេសប៉ុន្តែអាមេលីមិនបានបោះបង់ឡើយបន្ទាប់ពីហោះហើរជាច្រើនម៉ោងនាងបានចុះចតនៅប្រទេសអៀរឡង់ការហោះហើរនេះបានធ្វើឲ្យនាងក្លាយជាស្ត្រីដំបូងដែលហោះហើរឆ្លងមហាសមុទ្រអាត្លង់តិកដោយខ្លួនឯងពិភពលោកទាំងមូលបានស្គាល់ឈ្មោះអាមេលីអេហាតនាងបានក្លាយជានិមិត្តរូបនៃភាពក្លាហាននាងក៏បានប្រើកិត្តិនាមរបស់ខ្លួនដើម្បីលើកទឹកចិត្តស្ត្រីឲ្យសិក្សានិងចូលរួមក្នុងវិស័យដែលសង្គមនៅពេលនោះមិនសូវគិតថាសមស្របសម្រាប់ស្ត្រីប៉ុន្តែសម្រាប់អាមេលីការហោះហើរមិនមែនជាការប្រកួតប្រជែងដើម្បីកិត្តិនាមតែប៉ុណ្ណោះទេវាជាវិធីមួយដើម្បីស្វែងយល់ពីពិភពលោកបន្ទាប់ពីជោគជ័យជាច្រើនអាមេលីបានចាប់ផ្ដើមគិតអំពីការហោះហើរដ៏ធំបំផុតក្នុងជីវិតរបស់នាងនោះគឺការហោះហើរជុំវិញពិភពលោកបន្ទាប់ពីជោគជ័យជាច្រើនអាមេលីបានចាប់ផ្ដើមគិតអំពីការហោះហើរដ៏ធំបំផុតមួយក្នុងជីវិតរបស់នាងនោះគឺការហោះហើរជុំវិញពិភពលោកនៅឆ្នាំ 1937 នាងបានចាប់ផ្ដើមរៀបចំផែនការដ៏ធំមួយយន្តហោះដែលនាងប្រើគឺ Lockheed Electra 10E ជាអ្នករុករកនិងជាអ្នកដំណើររបស់នាងគឺ Fred Noonan ដែលជាអ្នកជំនាញខាងការរុករកផ្លូវសមុទ្រនិងអាកាសគោលបំណងគឺធ្វើដំណើរជុំវិញពិភពលោកតាមផ្លូវដែលមានចម្ងាយឆ្ងាយនិងមានការលំបាកខ្លាំងដំណើរនេះមិនមែនជាការធ្វើដំណើរកម្សាន្តទេវាជាការប្រកួតប្រជែងជាមួយចម្ងាយអាកាសធាតុនិងបច្ចេកវិទ្យាអាមេលីនិង Fred Noonan ត្រូវឆ្លងកាត់មហាសមុទ្រនិងតំបន់ដាច់ស្រយាលជាច្រើននៅពេលនោះឧបករណ៍ទំនាក់ទំនងនិងប្រព័ន្ធ GPS មិនទាន់មានដូចសពថ្ងៃទេអ្នកបើកបរយន្តហោះត្រូវពឹងផ្អែកលើផែនទីត្រីវិស័យតារាសាស្ត្រនិងវិធីសាស្ត្ររុករកផ្សេងៗនៅថ្ងៃទី 1 ខែមិថុនាឆ្នាំ 1937 អាមេលីនិង Fred បានចាប់ផ្ដើមដំណើរមួយដែលនឹងក្លាយជាដំណើរចុងក្រោយរបស់ពួកគេបានហោះហើរឆ្លងកាត់តំបន់ជាច្រើននៃពិភពលោកដំណើររបស់ពួកគេបានជោគជ័យនៅដំណាក់កាលដំបូងពួកគេបានឆ្លងកាត់តំបន់ជាច្រើនហើយបន្តទៅមុខជាបន្តបន្ទាប់នៅពេលដំណើរមកដល់ចំណុចចុងក្រោយការហោះហើរកាន់តែពិបាកនៅថ្ងៃទី 29 ខែមិថុនាពួកគេបានទៅដល់ Lae នៅ New Guinea នៅទីនោះពួកគេបានរៀបចំសម្រាប់ដំណាក់កាលដ៏សំខាន់បំផុតមួយគោលដៅបន្ទាប់គឺ Howland Island ដែលជាកោះតូចមួយនៅកណ្ដាលមហាសមុទ្រ Pacific ចម្ងាយរវាងទីតាំងទាំងពីរមានប្រហែល 4,000 គីឡូម៉ែត្រកោះ Howland មានទំហំតូចណាស់សម្រាប់យន្តហោះដែលកំពុងហោះហើរនៅលើមហាសមុទ្រដ៏ធំវាមានការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកកោះតូចមួយនេះប៉ុន្តែអាមេលីនិង Fred ត្រូវតែទៅដល់ទីនោះដើម្បីបំពេញដំណើររបស់ពួកគេនៅថ្ងៃទី 2 ខែកក្កដាឆ្នាំ 1937 អាមេលីអេហាតនិង Fred Noonan បានចាក់ចេញពីLaeយន្តហោះរបស់ពួកគេបានហោះចូលទៅក្នុងមេឃមាននរណាដឹងថានោះជាលើកចុងក្រោយដែលពួកគេនឹងឃើញដីគោកទេបន្ទាប់ពីចាក់ចេញពីLaeយន្តហោះបានហោះហើរឆ្ពោះទៅ Howland Island មនុស្សនៅលើកប៉ាល់ Itasca ដែលត្រូវបានរៀបចំសម្រាប់ជួយណែនាំយន្តហោះបានរងចាំទទួលសញ្ញាវិទ្យុប៉ុន្តែការទំនាក់ទំនងមិនដំណើរការដោយការរំពឹងទុកទេអាមេលីបានផ្ញើសារតាមវិទ្យុជាបន្តបន្ទាប់ក្រុមការងារនៅលើកប៉ាល់ព្យាយាមកំណត់ទីតាំងរបស់យន្តហោះពេលវេលាកន្លងផុតទៅប្រេងឥន្ធនៈក៏កាន់តែថយចុះអាមេលីនិង Fred ត្រូវស្វែងរកកោះ Howland ឲ្យបានឆាប់បំផុតប៉ុន្តែពួកគេមិនអាចមើលឃើញកោះនោះទេការទំនាក់ទំនងតាមវិទ្យុបានបន្តជាមួយសារខ្លីៗបន្ទាប់មកសញ្ញាវិទ្យុរបស់អាមេលីបានបាត់ទៅនៅពេលនោះមនុស្សនៅលើកប៉ាល់បានដឹងថាមានអ្វីមួយមិនប្រក្រតីពួកគេបានរងចាំប៉ុន្តែយន្តហោះមិនបានមកដល់សារវិទ្យុមិនបានបន្តហើយអាមេលីអេហាតបានបាត់ខ្លួនបន្ទាប់ពីយន្តហោះរបស់អាមេលីនិង Fred បានបាត់ខ្លួនរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាប់ផ្ដើមប្រតិបត្តិការស្វែងរកដ៏ធំបំផុតមួយយន្តហោះនិងកប៉ាល់ជាច្រើនត្រូវបានបញ្ជូនទៅស្វែងរកតំបន់មហាសមុទ្រដ៏ធំមនុស្សរាប់រយនាក់បានចូលរួមក្នុងការស្វែងរក
ប៉ុន្តែគ្មាននរណារកឃើញអាម៉ាលីឬប្រេតនោះណានឡើយមានសាកសពមានយន្តហោះមានភស្តុតាងច្បាស់លាស់ទីបំផុតការស្វែងរកជាផ្លូវការត្រូវបានបញ្ចប់នៅថ្ងៃទី19ខែកក្កដាឆ្នាំ1937រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ចប់ការស្វែងរកដ៏ធំប៉ុន្តែសម្រាប់មនុស្សជាច្រើននោះមិនមែនជាចុងបញ្ចប់ទេវាគ្រាន់តែជាការចាប់ផ្ដើមនៃអាថ៌កំបាំងមួយចាប់តាំងពីឆ្នាំ1937មកមានទ្រឹស្ដីជាច្រើនត្រូវបានបង្កើតឡើងទ្រឹស្ដីដែលគេទទួលស្គាល់ជាទូទៅមួយគឺយន្តហោះអាចអស់ប្រេងហើយធ្លាក់ចូលមហាសមុទ្រតាមទស្សនៈនេះអាម៉ាលីនិង Fred មិនអាចរកឃើញ Howland Island ហើយនៅពេលប្រេងអស់យន្តហោះក៏ធ្លាក់ចូលសមុទ្រនេះគឺជាទ្រឹស្ដីដែលត្រូវបានគេចាត់ទុកថាសមហេតុផលបំផុតដោយអ្នកស្រាវជ្រាវជាច្រើនប៉ុន្តែមានទ្រឹស្ដីផ្សេងទៀតអ្នកស្រាវជ្រាវខ្លះជឿថាយន្តហោះអាចចុះចតលើកោះតូចមួយឈ្មោះ Nikumaroro តាមទ្រឹស្ដីនេះអាម៉ាលីនិង Fred ប្រហែលជាបានរស់រានមានជីវិតមួយរយៈនៅលើកោះដាច់ស្រយាលមួយនេះប៉ុន្តែរហូតមកដល់ពេលនេះมันមានភស្តុតាងដែលអាចបញ្ជាក់បានយ៉ាងច្បាស់ថាទ្រឹស្ដីនេះជាការពិតទេក៏មានទ្រឹស្ដីមួយចំនួនផ្សេងទៀតដែលនិយាយថាពួកគេអាចត្រូវបានចាប់ខ្លួនដោយជប៉ុនប៉ុន្តែទ្រឹស្ដីនេះក៏មិនមានភស្តុតាងគ្រប់គ្រាន់ដែរដូច្នេះអាថ៌កំបាំងនៅតែបន្តទោះបីអាម៉ាលី Earhart បានបាត់ខ្លួនជាង80ឆ្នាំមកហើយក៏ឈ្មោះរបស់នាងនៅតែរស់នៅក្នុងប្រវត្តិសាស្ត្រនាងបានបង្ហាញថាមនុស្សម្នាក់អាចប្រឈមមុខនឹងឧបសគ្គហើយនៅតែបន្តដំណើរទៅមុខបាននាងបានបង្ហាញថាក្តីសុបិនអាចក្លាយជាការពិតប្រសិនបើយើងហ៊ានសាកល្បងនៅសម័យដែលសង្គមមួយចំនួនមិនទាន់ជឿថាស្ត្រីអាចក្លាយជាអ្នកបើកបរយន្តហោះដ៏អស្ចារ្យអាម៉ាលីបានបង្ហាញផ្ទុយពីការគិតនោះនាងបានក្លាយជាអ្នកបើកបរយន្តហោះស្ត្រីដ៏ល្បីបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រស្នាដៃរបស់នាងបានបំផុសគំនិតមនុស្សជាច្រើនជំនាន់នាងក៏បានចូលរួមក្នុងការលើកកម្ពស់ឱកាសសម្រាប់ស្ត្រីក្នុងវិស័យអាកាសចរណ៍និងការងារដែលត្រូវមានភាពក្លាហាននិងជំនាញខ្ពស់ប៉ុន្តែអ្វីដែលធ្វើឲ្យរឿងរបស់នាងកាន់តែគួរឲ្យចាប់អារម្មណ៍គឺការបាត់ខ្លួនរបស់នាងប្រសិនបើយន្តហោះរបស់នាងត្រូវបានរកឃើញនោះប្រហែលជាអាថ៌កំបាំងមួយដែលអាចដោះស្រាយបានប៉ុន្តែរហូតមកដល់សប្តាហ៍ថ្ងៃមនុស្សនៅតែសួរថាតើអាម៉ាលី Earhart បាត់ទៅណាតើនាងបានធ្លាក់ចូលមហាសមុទ្រឬតើនាងបានទៅដល់កោះមួយឬតើមានអ្វីកើតឡើងនៅក្នុងម៉ោងចុងក្រោយនៃការហោះហើររបស់នាងចម្លើយពិតប្រាកដប្រហែលជានៅលាក់នៅក្នុងខ្លួនក្រោមទឹកជ្រៅនៃមហាសមុទ្រប៉ាស៊ីហ្វិកឬនៅលើកោះដាច់ស្រយាលណាមួយដែលមនុស្សមិនទាន់រកឃើញ